ประเภทบรรทดสำคัญដែលត្រូវបានប្រើប្រាស់នៅក្នុងគំនូរស្ថាបត្យកម្មមានដូចខាងក្រោមការប្រើប្រាស់បន្ទាត់ផ្សេងៗគ្នាដែលមានកម្រាស់និងលំនាំខុសៗគ្នាគឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងគំនូរស្ថាបត្យកម្មនិងវិស្វកម្មដើម្បីបង្ហាញពីធាតុនិងព័ត៌មានលម្អិតផ្សេងៗគ្នានៃសំណង់ឲ្យបានច្បាស់លាស់បន្ទាត់ជាប់ក្រាស់ប្រើសម្រាប់បង្ហាញគែមឬវត្ថុដែលមើលឃើញដូចជាជញ្ជាំងគែមអគារឬផ្នែកដែលត្រូវកាត់ដើម្បីបង្ហាញទិដ្ឋភាពផ្នែកបន្ទាត់ជាប់ស្ដើងប្រើសម្រាប់បង្ហាញទំហំបន្ទាត់ពន្លូតបន្ទាត់ជើងទម្រការដាក់ស្រមោលឬការញ៉ាស់និងបន្ទាត់យោងដែលបង្ហាញពីស្ថានភាពពិតនៃរូបភាពបន្ទាត់ដាច់ជាធម្មតាជាបន្ទាត់ខ្លីៗដាច់ប្រើសម្រាប់បង្ហាញគែមឬធាតុដែលលាក់ដែលមិនអាចមើលឃើញដោយផ្ទាល់នៅពេលដែលមើលពីទិដ្ឋភាពជាក់លាក់បន្ទាត់ខ្សែសង្វែកជាបន្ទាត់ដែលមានលំនាំដាច់ចំណុចដាច់ប្រើសម្រាប់បង្ហាញបន្ទាត់កណ្ដាលបន្ទាត់ស៊ីមេទ្រីបន្ទាត់កាត់ប្លង់ជាបន្ទាត់ដាច់ចំណុចក្រាស់ឬដិតប្រើសម្រាប់កំណត់ទីតាំងដែលគំនូរត្រូវបានកាត់ដើម្បីបង្ហាញទិដ្ឋភាពផ្នែកការប្រើប្រាស់ប្រភេទបន្ទាត់និងទំពង់បន្ទាត់ឲ្យបានត្រឹមត្រូវជួយបង្កើតលំដាប់លំដោយនៃរូបភាពនិងធ្វើឲ្យគំនូរកាន់តែងាយយល់និងអានឲ្យបានច្បាស់លាស់